ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាវីដេអូថ្មីរបស់នាងខ្ញុំមួយទៀតហើយចាសដែលប្រាសាទនេះគឺស្ថិតនៅភូមិកោះកេរឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារចាសដែលប្រាសាទនេះគឺមានឈ្មោះថាប្រាសាទគ្រឹះលឹងចាសអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅខាងក្នុងដើម្បីទស្សនាប្រាង្គប្រាសាទនេះជាមួយនាងខ្ញុំទាំងអស់គ្នាចាប្រាសាទគ្រឹះលឹងនេះគឺរងការបាក់បែកខូចខាតស្ទើរតែទាំងស្រុងទៅហើយចានៅសេសសល់តែគ្រឹះបន្តិចបន្តួចនិងមានសេវលឹងនិងទម្រយោនីដែលនៅសេសសល់ក្បែរនោះចាអញ្ចឹងហើយទើបប្រជាជននៅក្នុងតំបន់គាត់ហៅប្រាសាទនេះថាប្រាសាទគ្រឹះលឹងគឺដោយសារតែឃើញប្រាសាទសេសសល់តែគ្រឹះនិងសេវលឹងទូចមួយនៅម្ដុំនឹងចាចំពោះឈ្មោះពិតប្រាកដរបស់ប្រាសាទក៏មិនបានដឹងច្បាស់ដែរចាហើយប្រាសាទនេះដែរកសាងឡើងនៅសតវត្សទី10ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី4កសាងដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាចាគឺព្រះសិវៈហើយប្រាសាទនេះដែរគឺកសាងឡើងអំពីឥដ្ឋដុតឆ្អិនលាយជាមួយនឹងថ្មភក់ដែលយកឥដ្ឋធ្វើជាតួប្រាង្គចាហើយប្រាសាទនេះដែរគឺមិនសូវមានភ្ញៀវគាត់អញ្ជើញចូលមកទស្សនាទេទោះបីជាប្រាសាទនៅនឹងមាត់ផ្លូវក៏ដោយសារតែប្រាសាទគឺមានសភាពបាក់បែកខូចខាតស្ទើរតែទាំងស្រុងទៅហើយចានៅសល់តែគ្រឹះហើយនឹងសេវលឹងតែប៉ុណ្ណោះចាហើយប្រាសាទគឺសាងសង់មានតួប្រាង្គតែមួយទេយើងក៏ឃើញមាននៅស្លាកស្នាមជីកកោះកកាយរោគនៅវត្ថុមានតម្លៃនៅនឹងបាតប្រាង្គនៃប្រាសាទតែម្ដងចាពិតជាគួរឲ្យសោកស្ដាយនៅប្រាង្គប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងចាប្រាសាទគឺរងការបាក់ខូចខាតដោយសារកត្តាធម្មជាតិចាកត្តាអាយុកាលនិងធំបំផុតគឺកត្តាមនុស្សតែម្ដងដែលបំផ្លិចបំផ្លាញជីកោះកកាយនៅប្រាង្គប្រាសាទដើម្បីរកនៅវត្ថុមានតម្លៃផ្សេងចាប្រសិនបើពុកម៉ែបងប្អូនមានឱកាសបានមកលេងតំបន់ប្រាសាទកោះកេរចាសូមពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញចូលមកទស្សនាប្រាសាទគ្រឹះលឹងនេះផងចាដើម្បីជាការលើកស្ទួយនិងគាំទ្រដល់ស្នាដៃរបស់បុព្វបុរសខ្មែរយើងចាប្រាសាទគ្រឹះលឹងនេះគឺមិនពិបាករកទេពុកម៉ែបងប្អូនចាពុកម៉ែបងប្អូនជិះតាមផ្លូវដែលឆ្ពោះទៅកាន់ប្រាសាទកោះកេរនៅនឹងចាខាងឆ្វេងដៃពុកម៉ែនឹងឃើញស្លាកសញ្ញាខាងអាជ្ញាធរជាតិគាត់ដាក់ស្លាកថាប្រាសាទគ្រឹះលឹងចាពុកម៉ែបងប្អូនអាចឈានចូលមកទស្សនាបន្តិចហើយចាំទៅទស្សនាប្រាសាទផ្សេងជាបន្តបន្ទាប់ទៀតចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះពេលនេះក៏សូមអរគុណចាសូមជម្រាបលា